វីដេអូសង្ខេបសកម្មភាពរបស់ឯកឧត្តមរដ្ឋមន្ត្រីហេងសួរនិងថ្នាក់ដឹកនាំក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចាប់ពីថ្ងៃទី14ដល់ថ្ងៃទី20ខែកក្កដាឆ្នាំ2025នាព្រឹកថ្ងៃច័ន្ទទី14ខែកក្កដាឯកឧត្តមមុំគ្រាយារដ្ឋលេខាធិការតំណាងឯកឧត្តមរដ្ឋមន្ត្រីហេងសួរព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាដោយច្រៀងចម្រៀងបទនគររាជនិងច្រៀងបទពងសាវតារខ្មែរដោយផ្ទាល់រួមគ្នានាព្រឹកថ្ងៃច័ន្ទទី14ខែកក្កដាឯកឧត្តមកតាអូនរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចូលរួមពិធីបើកវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ NEA សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកបាធាយខេត្តកំពង់ចាមជាពិសេសពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃជាមួយនឹងឱកាសការងារប្រមាណ850កន្លែងនារសៀលថ្ងៃច័ន្ទទី14ខែកក្កដាឯកឧត្តមរដ្ឋមន្ត្រីហេងសួរបានចូលរួមកិច្ចពិភាក្សាតាមរយៈប្រព័ន្ធអនឡាញជាមួយលោក Joseph Skier អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាក្នុងគោលបំណងពិភាក្សាលើការបង្កើតក្រុមការងារបច្ចេកទេសនៃកាតាលីកសកលស្ដីពីការងារសមរម្យនិងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ដែលជាគំនិតផ្ដួចផ្ដើមមួយដើម្បីជួយឲ្យរដ្ឋជាសមាជិកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការជួយពង្រឹងការអនុវត្តសកម្មភាពទៅតាមទិសដៅអាទិភាពរបស់ប្រទេសនីមួយៗដោយផ្ដោតសំខាន់ក្នុងការអភិវឌ្ឍសង្គមអន្តរកាលបៃតងការដាក់បុគ្គលក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលទៅក្នុងប្រព័ន្ធការងារសមរម្យសម្រាប់យុវជនសមភាព Gender សេដ្ឋកិច្ច Digital ជាដើមឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីការបដិញ្ញាចិត្តនិងការត្រៀមខ្លួនសហការជាមួយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិដៃគូអភិវឌ្ឍនិងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីឲ្យកម្ពុជាសម្រេចបាននូវការលើកកម្ពស់ការងារសមរម្យនិងការគាំពារសង្គមនៅថ្ងៃច័ន្ទទី14ខែកក្កដាលោកជំទាវសៅស្រីពៅរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងឯកឧត្តមមុំវិបុលអនុរដ្ឋលេខាធិការបានចូលរួមពិធីផ្សព្វផ្សាយនិងចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ 1,500,000 នាក់ដែលរៀបចំដោយវិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជាថៃនៅសង្កាត់គោករកាខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃអង្គារទី15ខែកក្កដាឯកឧត្តមរដ្ឋមន្ត្រីហេងសួរបានទទួលជួបគណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដឹកនាំដោយឯកឧត្តមពងសាយស័កអ៊ីនថាឡាត់អនុរដ្ឋមន្ត្រីក្រសួងការងារនិងសុខុមាលភាពសង្គមនៃប្រទេសឡាវក្នុងកិច្ចពិភាក្សានេះឯកឧត្តមរដ្ឋមន្ត្រីហេងសួរបានចែករំលែកនៅបទពិសោធន៍ទាក់ទងនឹងក្របខ័ណ្ឌអភិបាលកិច្ចនិងរចនាសម្ព័ន្ធរបស់ក្រមប្រឹក្សាជាតិគាំពារសង្គមក្នុងការគ្រប់គ្រងគាំពារសង្គមកម្ពុជាវិសាលភាពគោលនយោបាយសន្តិសុខសង្គមនិងសុខុមាលភាពសង្គមនៅកម្ពុជាទៅដល់គណៈប្រតិភូឡាវដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឲ្យមន្ត្រីជំនាញនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាក៏ដូចជាក្រសួងការងារនិងសុខុមាលភាពសង្គមឡាវបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យបានជិតស្និទ្ធបន្ថែមទៀតដើម្បីចែករំលែកផ្លាស់ប្ដូរបទពិសោធន៍ទាក់ទងនឹងបច្ចេកទេសនៃការគ្រប់គ្រងអភិបាលកិច្ចនិងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើនទៀតនាព្រឹកថ្ងៃអង្គារទី15ខែកក្កដាលោកគឹមសុខអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចូលរួមពិធីបើកវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ NEA សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកក្រឡាញ់ខេត្តសៀមរាបជាពិសេសពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃជាមួយនឹងឱកាសការងារជាង 1000 កន្លែងនាថ្ងៃអង្គារទី15ខែកក្កដាឯកឧត្តមសោមចំណានរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចូលរួមពិធីបើកវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ NEA សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកជុំគិរីនិងស្រុកឈូកនៅខេត្តកំពតជាពិសេសពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃជាមួយនឹងឱកាសការងារជាង 4,000 កន្លែងនៅថ្ងៃពុធទី16ខែកក្កដាឯកឧត្តមសានគឹមហុងអនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានចូលរួមពិធីបើកវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ NEA សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យជាពិសេសពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃជាមួយនឹងឱកាសការងារជាង 3,000 កន្លែង ន
នៅព្រឹកថ្ងៃពុធទី16ខែកក្កដាឯកឧត្តមលេងសែរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់បានចូលរួមពិធីបើកវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ NEA សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកកណ្ដៀងខេត្តពោធិ៍សាត់ជាពិសេសពលករដែលវិលត្រឡប់ពីប្រទេសថៃជាមួយនឹងឱកាសការងារជាង 1000 កន្លែងនារសៀលថ្ងៃពុធទី16ខែកក្កដាឯកឧត្តមហេងស៊ូសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងពិធីសម្ដែងសម្ដាលជាមួយសមាជិកសមាជិកាសសយកក្នុងវិស័យការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាលស្វែងយល់ពីសុខទុក្ខរបស់សមាជិកសមាជិកាចែករំលែកបទពិសោធន៍ផ្ដល់ជូនអាវសសយកដល់សមាជិកសមាជិកានិងផ្ដល់ប័ណ្ណសរសើរជូនលេខាធិការដ្ឋាននិងផ្នែកជំនួសលេខាធិការដ្ឋានទាំង6ក៏ដូចជាតំណាងអង្គភាពក្រមអាវ៉ាតក្រសួងដើម្បីសម្ដែងនូវការថ្លែងអំណរគុណដល់សមាជិកសមាជិកាដែលបានបំពេញការងារដល់សសយកទាំងមូលក៏ដូចជាក្នុងវិស័យការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចាប់ពីចុងខែមិថុនាដល់ថ្ងៃទី15ខែកក្កដានាយកដ្ឋានពេទ្យការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយស្ដីពីសុវត្ថិភាពនិងសុខភាពការងារដល់សហគ្រាសគ្រឹះស្ថាននិងអង្គការចំនួន10ដែលមានសិក្ខាកាមចូលរួមប្រមាណ248នាក់នៅរាជធានីភ្នំពេញខេត្តកណ្ដាលខេត្តកំពង់ឆ្នាំងនិងខេត្តព្រះសីហនុនាព្រឹកថ្ងៃប្រហោះទី17ខែកក្កដាឯកឧត្តមមុងគឹមហេងរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងបានចូលរួមពិធីបើកវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ NEA សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកភ្នំព្រឹកខេត្តបាត់ដំបងជាពិសេសពលករដែលបានវិលត្រឡប់ពីប្រទេសថៃជាមួយនឹងឱកាសការងារជិត 3000 កន្លែងនាថ្ងៃប្រហោះទី17ខែកក្កដានាយកដ្ឋានពេទ្យការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសហការជាមួយមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងនិងសសយកវិស័យការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំកម្មវិធីស្ដីពីការកែលម្អរបៀបរបបធ្វើការនៅការដ្ឋានសំណង់ខ្នាតតូចនៅក្នុងខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃសុក្រទី18ខែកក្កដាឯកឧត្តមហេងស៊ូរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយពិភាក្សានិងឆ្លងលើរបៀបវារៈចំនួន4រួមមាន1សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរស៊ីវិល2សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ3សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ3ឆ្នាំរង្កិល2026ដល់2028និង4សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ2025ដល់ឆ្នាំ2030នារសៀលថ្ងៃសុក្រទី18ខែកក្កដាឯកឧត្តមរដ្ឋមន្ត្រីហេងស៊ូបានទទួលជួបពិភាក្សាការងារជាមួយលោក Jean-Gabriel Diouf នាយកប្រតិបត្តិប្រចាំតំបន់នៃកិច្ចសហប្រតិបត្តិការសម្រាប់តំបន់មេគង្គនៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីសហៅកាត់ SDC លើការអនុវត្តគម្រោងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ 1,500,000 នាក់សម្រាប់ដំណាក់កាលទី3ឆ្នាំ2024ដល់2028ក្រោយអនុវត្តជោគជ័យនៅដំណាក់កាលទី1និងដំណាក់កាលទី2ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនៅក្តីរីករាយក្នុងការធ្វើការងាររួមគ្នាជាមួយត្រីភាគីរវាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈទីភ្នាក់ងារ SDC និងអង្គការអន្តរជាតិខាងការងារ ILO ដើម្បីពង្រឹងការបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញសម្ដៅរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជាកម្លាំងពលកម្មជំនាញចល័តក្នុងតំបន់និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសេចក្តីថ្លៃថ្នូរនារសៀលថ្ងៃសុក្រទី18ខែកក្កដាឯកឧត្តមរដ្ឋមន្ត្រីហេងស៊ូបានអញ្ជើញអមសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតចូលរួមក្នុងពិធីអបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាតំបន់ផ្សះផ្សានិងសន្តិភាពទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO គណៈពិធីអបអរសាទរនេះត្រូវបានប្រារព្ធឡើងនៅពហុកលដ្ឋានជាតិអូឡ িম্প ពិក
ចាប់ពីថ្ងៃទី1ដល់ថ្ងៃទី18ខែកក្កដាក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានពេទ្យការងារដែលជាសេនាធិការរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះត្រួតពិនិត្យនិងស្រង់ទិន្នន័យអំពីដំណើរការកន្លែងបរិភោគអាហារឬអាហារដ្ឋាននៅតាមសហគ្រាសគ្រឹះស្ថាននៅក្នុងរាជធានីភ្នំពេញនៅខេត្តព្រះសីហនុខេត្តកំពង់ស្ពឺខេត្តកំពង់ឆ្នាំងខេត្តពោធិ៍សាត់ខេត្តកំពង់ចាមខេត្តស្វាយរៀងខេត្តកំពតខេត្តតាកែវក៏ដូចជាកំពុងបន្តចុះនៅតាមបណ្ដាខេត្តនិងទីតាំងផ្សេងៗទៀតនាល្ងាចថ្ងៃសុក្រទី18ខែកក្កដាឯកឧត្តមទេពនាវីរដ្ឋលេខាធិការតំណាងឯកឧត្តមរដ្ឋមន្ត្រីហេងសួរព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាដោយច្រៀងចម្រៀងបទនគររាជនិងច្រៀងបទពងសាវតារខ្មែរដោយផ្ទាល់រួមគ្នានាព្រឹកថ្ងៃអាទិត្យទី20ខែកក្កដាឯកឧត្តមកតាអនរដ្ឋលេខាធិការតំណាងឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមបាននាំយកទានព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឃនៅវត្តហាន់ជ័យនិងវត្តថ្មគោលដែលស្ថិតនៅស្រុកកំពង់សៀមខេត្តកំពង់ចាមក្នុងរសៀលដដែលនោះឯកឧត្តមកតាអនរដ្ឋលេខាធិការនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមតំណាងឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះមូលដ្ឋានឈរមាសទី1និងទិសដៅអនុវត្តបន្តឈរមាសទី2ឆ្នាំ2025របស់ក្រុមការងារចុះមូលដ្ឋានស្រុកកំពង់សៀមនៃខេត្តកំពង់ចាមនាល្ងាចថ្ងៃអាទិត្យទី20ខែកក្កដាលោកជំទាវសុវណ្ណវណ្ណរតន៍រដ្ឋលេខាធិការប្រចាំការតំណាងឯកឧត្តមរដ្ឋមន្ត្រីហេងសួរបានអញ្ជើញបិទកម្មវិធីមហោស្រពបច្ចេកវិទ្យាមេគង្គលើកទី3ឆ្នាំ2025ក្រោមប្រធានបទការរចនាអនាគតសម្រាប់អនាគតយុវជនជំនាន់ក្រោយលោកជំទាវរដ្ឋលេខាធិការប្រចាំការបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តគីគរនិងសហការក្នុងការរៀបចំកម្មវិធីមហោស្រពបច្ចេកវិទ្យាមេគង្គនៅឆ្នាំបន្តបន្ទាប់ទៀតដើម្បីផ្ដល់ឱកាសដល់យុវជនសិស្សនិស្សិតជំនាន់ក្រោយបន្ថែមទៀតនិងបន្តចូលរួមលើកទឹកចិត្តនិងគាំទ្រទាំងធនធានបច្ចេកទេសសម្ភារៈនិងធនធានហិរញ្ញវត្ថុលោកជំទាវបានស្វាគមន៍ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍ផ្សេងៗដែលពាក់ព័ន្ធនឹងសកម្មភាពឬកម្មវិធីរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាពិសេសការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យប្រមាណ1.5 លាននាក់